Bàសូមជម្រាបសួរជាថ្មីម្ដងទៀតមកមើលសាលាចរិតបន្តទៅទៀតខ្ញុំមិននិយាយអីច្រើនទៀតទេព្រោះខ្ញុំបាននិយាយច្រើនមកហើយរំលឹកការអានបន្តិចទៅរូបនៅទីនេះមិនសូវច្បាស់ទេប៉ុន្តែជារូបដែលអាចប្រើការបានប៉ុន្តែរូបខាងក្រោមនេះជារូបមួយយើងថាអាចប្រើការបានក៏បានដែរព្រោះជារូបមួយដែលប្រើនៅក្នុងវចនានុក្រមខ្មែរបុរាណរបស់លោកតាឡុងសៀមបាទប៉ុន្តែមានខុសពាក្យបន្តិចបន្តួចមានខ្វះសញ្ញាអីហ្នឹងបន្តិចបន្តួចប៉ុន្តែតួផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទខ្ញុំធ្លាប់អានទៅមានកន្លែងខុសណាបាទមិនមែនតែសាលាចរិតមួយហ្នឹងទេមានផ្សេងគ្នាទៀតឥឡូវនេះសូមបន្តពីថ្ងៃមុនយើងបានអានដល់ត្រៃយោទស្សីកេតបាទត្រឹមត្រៃយោទស្សីកេតនេះអញ្ចឹងត្រង់ត្រៃយោទស្សីកេតហ្នឹងយើងថាថ្ងៃ13កើតអញ្ចឹងទៅខ្ញុំសូមអានជូនម្ដងទៀតយើងថាត្រៃត្រីសូត្រៈបញ្ចសត្តសកបរិក្រហត្រយោទស្សីកេតនេះក៏អញ្ចឹងដែរយើងអានថាត្រៃត្រីសូត្រៈបញ្ចសត្តសកបរិក្រហត្រយោទស្សីកេតណាទៅនេះគាត់ជំនួសតែម្ដងនៅកន្លែងនេះនៅសាលាចរិតផ្ទាល់គឺគាត់សំទោសសាលាចរិតផ្ទាល់គឺបែកកន្លែងហ្នឹងទៅមើលសាលាចរិតនៅសារមន្ទីរក៏ឃើញបែកដែរនៅទីនេះគាត់ជំនួសដោយអក្សរហតែម្ដងបាទដោយសារតែរូបនេះគាត់ចម្លងឡើងវិញណាបាទអញ្ចឹងបន្តទៅទៀតទៅយើងមកមើលខាងក្រោមនេះក៏បានមើលខាងលើនេះក៏បានដែរព្រោះរូបនេះទំនងជារូបកាល់តែអញ្ចឹងទៅមើលទៅល្មមនឹងអាចយកជាការបានដែរប៉ុន្តែដូចទៅនេះអញ្ចឹងខុសបាត់ហើយណាបាទមើលឃើញថានេះមានជើងណូនេះអត់ជើងណូជួនទៅគាត់ទៅសេទៅភ្លេចតិចតួចចឹងដែរនៅទីនេះយើងថាបន្ទាប់ពីត្រយោទស្សីកេតហើយហ្នឹងយើងទៅភ្ជាប់ជាមួយនឹងមេខៈបោស្យអ្នកក្សត្រៈទុលៈលក្ខណៈអានទៅណាថាមេខៈឬក៏មាខៈក៏មាខៈទៅមេក៏មេទៅអានតាមខ្មែរនិងអានតាមសំស្ក្រឹតទៅអានមិនយល់អានអញ្ចឹងទៅអត់អីទេហើយយើងថាអានមិនត្រូវមិនដឹងថាអានមិនត្រូវដូចគ្នាបាទព្រោះសំណេរបុរាណយើងអាចដឹងត្រឹមថាព្យញ្ជនៈនេះប្រកបអញ្ចេះជាមួយស្រៈនេះឬសូរអញ្ចេះយើងដឹងតែប៉ុណ្ណឹងប៉ុន្តែសួរថាត្រូវឬអត់យើងអត់ដឹងទេដូចភាសាខ្មែរយើងបច្ចុប្បន្នអញ្ចឹងនៅពេលដែលយើងនិយាយពាក្យមួយឧទាហរណ៍ថាពាក្យនេះចុះពាក្យនេះទៅសូរ no a នេះនឹងដូចថាស្រៈអះចឹងថានឹងស្រៈអេសចុះ no ស្រៈ a យើងអានថានេះហ្នឹងយើងមិនអានថានេះផងហ្នឹងចុះ wo ដាក់ស្រៈ s មិនក៏មិនអានថា wish ផងមិនបានជាអានថា wish បាទឧទាហរណ៍ដូចជាពាក្យតុមិនក៏អានថាតុអញ្ចឹងណាអាហ្នឹងវាមានលក្ខណៈអញ្ចឹងដែរថាហេតុអីបានខ្មែរយល់រឿងហ្នឹងហើយខ្មែរយល់រឿងអីខ្លះបានជាអាចយល់គ្នាបានណាបាទហ្នឹងមានរឿងច្រើនទៀតខ្ញុំសូមមិននិយាយនៅទីនេះទេអញ្ចឹងទៅមេខៈបោស្យអ្នកក្សត្រៈបាទនេះសបអានេះសបនេះតួសបនេះជើងសបបោស្យនេះអក្សរសណាបាទដូចជាលឿនពេកយ៉ាងណាបាទនេះអក្សរម៉ូអាមៀនឹងខោមៀបាទពីលើនេះក៏ចឹងដែរម៉ូអាមៀងខោមៀបអុបុសជើងយោស្យបាទអញ្ចឹងរូបខាងក្រោមនេះអញ្ចឹងរូបអក្សរសស្អីបែបនេះឯងជើងយោបោស្យអ្នកក្សត្រៈតុលៈលក្ខណៈអញ្ចឹងរាប់ពីតំណេះមកគឺថាជាការបរិច្ឆេទបាទជាការបរិច្ឆេទនៅក្នុងសាលាចរិតមួយហ្នឹងអញ្ចឹងចង់ដឹងថាសាលាចរិតមួយមានអាយុកាលប្រមាណណាគេមើលរឿងអីខ្លះគេមើលរឿងការបរិច្ឆេទនឹងដំបូងគេហ្នឹងឯងបន្ទាប់មកទៀតបានមើលតាមតួអក្សរហើយបានមកមើលពាក្យបាទមកមើលពាក្យមើលការប្រើប្រាស់ពាក្យការវិវត្តអីផ្សេងទៅទៀតណាមានលក្ខណៈផ្សេងទៀតអញ្ចឹងនៅទីនេះយើងថាត្រៃ3ត្រី3អញ្ចឹងទៅសតរៈគ្រប់ដោយបន្ថែមដោយអីទៅពលឹះដោយបំពេញដោយអីទៅ533យើងថាថ្ងៃមុនហ្នឹង533នៃឆ្នាំសកៈស្ដេចសកៈនេះគឺជាស្ដេចមួយអង្គនៅស្រុកឥណ្ឌាបាទស្រុកឥណ្ឌាហើយស្ដេចហ្នឹងគ្រងរាជនៅស្រុកឥណ្ឌាថាមានឥទ្ធិពលទៅលើការចុះការបរិច្ឆេទមកដល់ខ្មែរដែរព្រោះខ្មែរយើងប្រើប្រាស់ប្រព័ន្ធរបស់ឥណ្ឌាទាំងអស់សូមបញ្ជាក់ថាអក្សរបុរាណរបស់យើងដែលសរសេរនេះគឺទម្រង់ពല്ലវៈនឹងឯងបាទគឺទម្រង់ពല്ലវៈនឹងយើងថានឹងជាអក្សរខ្មែរបុរាណបានបាទប៉ុន្តែយើងថាខ្មែរបុរាណប្រើប្រាស់អក្សរនឹងបើចុះអក្សរខ្មែរយ៉ាងម៉េចខ្ញុំមានថាអក្សរខ្មែរយ៉ាងម៉េចអក្សរបច្ចុប្បន្នហ្នឹងឯងអក្សរខ្មែរចំ 100% ព្រោះមាននៅក្នុងរដ្ឋធម្មនុញ្ញចែងច្បាស់ប៉ុន្តែសួរអក្សរនេះអក្សររបស់អ្នកណានេះហ្នឹងណាបាទអញ្ចឹងក៏មានមោទនភាពខ្លាំងរហូតទៅដល់ថាអក្សរហ្នឹងជាអក្សររបស់
ជាតិយើងទៅដឹងដែរថាយើងនឹងទទួលអតិពលពីគេទាំងរូបទាំងសូរទាំងអីហ្នឹងមកច្រើនបាទហើយយើងក៏មានខ្លួនឯងដែរយើងទៅទទួលស្គាល់អញ្ចឹងថាយើងមានភាសាប៉ុន្តែយើងវាអត់អក្សរអញ្ចឹងយើងត្រូវយកប្រព័ន្ធអក្សររបស់គេយើងត្រូវយកស្រៈរបស់គេព្យញ្ជនៈរបស់គេហ្នឹងមកធ្វើការកត់ត្រាមកកត់ត្រាភាសារបស់យើងបាទហើយបានមានការវិវត្តបន្តិចម្ដងទៅប្រែคล้ายទៅជាអក្សរខ្មែរទៅបាទប្រែคล้ายទៅជាអក្សរជាតិមួយទៅអក្សរជាតិមួយដែលខុសពីគេហ្នឹងហើយហៅអក្សរខ្មែរនោះឬក៏ហៅអក្សរប្រចាំជាតិនោះឬក៏ថាជាអត្តសញ្ញាណជាតិនោះប៉ុន្តែយើងគិតទៅអក្សរដែលវាប្រែមកបែបនេះវាច្រើនទៅនៅខ្មែរហ្នឹងណាបាទជាអក្សររបស់ខ្មែរហ្នឹងហើយអឺយើងដឹងតែប៉ុណ្្នឹងបាទយើងដឹងប៉ុណ្្នឹងហើយខ្ញុំមិននិយាយបន្ថែមបន្ថយបញ្ចេញបញ្ចូលអីច្រើនទេសង្ឃឹមថាអាចយល់បានណាបាទយើងប្រើប្រព័ន្ធរបស់គេមកហើយរូបអីទាំងអស់ហ្នឹងគឺយើងប្រើរបស់គេប៉ុន្តែវាមានជាលក្ខណៈអត្តសញ្ញាណជាតិរបស់យើងដែរយើងមិនបានប្រើតាមគេ100%នោះទេបាទមានឱកាសខ្ញុំនឹងបង្ហាញផុសតាងខ្លះទៀតអញ្ចឹងថាឆ្នាំ533នៃស្ដេចសកៈនៅស្រុកឥណ្ឌាហ្នឹងបរិក្ខហៈថាបរិបូរពេញដោយអីចឹងទៅអឺត្រយោទស្សីគឺថ្ងៃ13កើតខែមិញនេះផ្កាយបោះនៅទីនេះមានការបកស្រាយផ្សេងគ្នាខ្ញុំអានឯកសារច្រើនទៅណាបាទកន្លែងបោះជាអ្នកក្សត្រទុលលក្ខណៈនេះប៉ុន្តែខ្ញុំមិនហ៊ានថាឲ្យត្រូវទេខ្ញុំមិនហ៊ានថាខ្ញុំនិយាយនឹងពិតជាត្រឹមត្រូវទៅទៀតខ្ញុំគ្រាន់តែជម្រាបជូនជាការពិចារណាថាកាលណាយើងនិយាយអំពីអ្នកក្សត្រគឺនិយាយអំពីល្វែងនៃព្រះច័ន្ទឬក៏ដំណើរគោចររបស់ព្រះច័ន្ទឬក៏ល្វែងដែលព្រះច័ន្ទស្ថិតនៅព្រះច័ន្ទបើយើងគិតតាមវិទ្យាសាស្ត្រវិលជុំវិញផែនដីចំនួនយ៉ាងដូចជាចន្លោះពី23ទៅ27ជុំបើខ្ញុំចាំខុសសូមជួយកែប្រែផងអឺហើយព្រះសំទោសផែនដីរបស់យើងនឹងវិលជុំវិញព្រះអាទិត្យប៉ុន្តែនៅពេលដែលមនុស្សយើងនៅលើផែនដីនេះមើលឃើញយើងមិនបានមើលឃើញថាផែនដីវិលជុំវិញព្រះអាទិត្យទេណាយើងឃើញព្រះច័ន្ទក៏វិលជុំវិញផែនដីព្រះអាទិត្យក៏វិលជុំវិញផែនដីម្ល៉េះហើយកាលណានិយាយរឿងអ្នកក្សត្រៈហើយផ្កាយមួយឈ្មោះផ្កាយបោះគឺនិយាយអំពីផ្កាយដែលជាល្វែងរបស់ព្រះច័ន្ទស្ថិតនៅធម្មតាទេនៅពេលដែលព្រះច័ន្ទវិលជុំវិញផែនដីទីតាំងរបស់ព្រះច័ន្ទដែលមើលពីផែនដីទៅគឺមិនដូចគ្នាទេឈរនៅលើផ្កាយខុសៗគ្នានាំឲ្យផ្កាយហ្នឹងមានដល់ទៅ27ទីតាំងដែលព្រះច័ន្ទឈរហើយខ្ញុំអានឯកសារខ្លះទៅថាមាន28អញ្ចឹង27ហ្នឹងខ្ញុំមិនហ៊ានថាទេព្រោះនោះគេថាផ្កាយតូចយ៉ាងម៉េចទេខ្ញុំអត់ច្បាស់ទេណាត្រង់កន្លែងហ្នឹងអញ្ចឹងរាប់ជាទូទៅគឺមាន27មានឱកាសខ្ញុំនឹងបង្ហាញពីរឿងហ្នឹងបន្តិចបន្តួចប៉ុន្តែខ្ញុំអត់មានជំនាញខាងហ្នឹងទេខ្ញុំអត់ជំនាញខាងតារាសាស្ត្រហ្នឹងទេខាងព្រះអាទិត្យខាងអីហ្នឹងក៏អត់ដែរគ្រាន់តែបានយល់បន្តិចបន្តួចមកល្មមនឹងអាចបញ្យល់ជូនបានខ្លះឲ្យដឹងតាហេតុទេឲ្យច្បាស់លាស់នោះខ្ញុំមិនហ៊ានថាទេណាបាទអញ្ចឹងកាលណានិយាយអំពីអ្នកក្សត្រៈគឺនិយាយអំពីដំណើរព្រះច័ន្ទហើយបាទនិយាយពីដំណើរព្រះច័ន្ទហើយអញ្ចឹងដំណើរព្រះច័ន្ទគឺមាន27ដួងហ្នឹងឯងបាទទីតាំងរបស់ព្រះច័ន្ទគឺមាន27ដួងហ្នឹងតែដល់ពេលដំណើររបស់ព្រះអាទិត្យវិញនេះឧទាហរណ៍ដូចតុលលក្ខណៈនេះដំណើររបស់ព្រះអាទិត្យគេអត់ហៅថាអ្នកក្សត្រៈទេគេហៅថារាសីអញ្ចឹងបានជាពេលបនចូលឆ្នាំខ្មែរអីគេថាព្រះអាទិត្យចពីមីនៈរាសីឆ្ពោះទៅកាន់មេសៈរាសីណាមានថ្ងៃខ្វាក់មានថ្ងៃពេញឡើងស័កអីចឹងទៅរឿងហ្នឹងគឺរឿងតារាសាស្ត្រខ្លះផងអញ្ចឹងតុលៈនេះចំពោះខ្ញុំយល់ថាជាដំណើររបស់ព្រះអាទិត្យទេអញ្ចឹងយើងមិនដឹងថាម៉េចបើអញ្ចឹងហើយអញ្ចឹងមានយល់អញ្ចឹងថាចុះដំណើរព្រះអាទិត្យទាំងពីរ10ហ្នឹងមានអីខ្លះឧទាហរណ៍ដូចយើងរាប់រាល់ថ្ងៃហ្នឹងណាដំណើររបស់ព្រះអាទិត្យវិលជុំវិញផែនដីខ្ញុំអត់និយាយរឿងវិទ្យាសាស្ត្រទេណាខ្ញុំនិយាយរឿងពីបុរាណលោកថាព្រះអាទិត្យវិលជុំវិញផែនដីអញ្ចឹងព្រះអាទិត្យវិលជុំវិញផែនដីនាំឲ្យទីតាំងរបស់ព្រះអាទិត្យស្ថិតនៅលើរាសីចំនួន12យើងរាប់ពីមករាកុម្ភៈមីនាមេសាឧសភាមិថុនាកក្កដាសីហាកញ្ញាតុលាវិច្ឆិកាធ្នូអញ្ចឹងគ្រប់អញ្ចឹងត្រង់តុលៈនេះគឺត្រង់ខែ10ហ្នឹងឯងបាទអញ្ចឹងត្រង់ខែ10ហ្នឹងខ្ញុំមិនហ៊ានថាយ៉ាងណាទៀតទេខ្ញុំគ្រាន់តែយល់ថាប៉ុណ្ណឹងថាកាលណានិយាយអំពីអ្នកក្សត្រៈគឺនិយាយអំពីដំណើររបស់ព្រះច័ន្ទហើយនិយាយតុលៈនេះទំនងជាដំណើររបស់ព្រះអាទិត្យបាទលក្ខណៈតែថាពេញលក្ខណៈឬក៏បានឈរនៅបានតាំងនៅអាចមានន័យថាអញ្ចឹងណាបាទហើយមានការបកស្រាយផ្សេងទៀតណាប៉ុន្តែខ្ញុំមិនបានយកមកបង្ហាញទេការបកស្រាយផ្សេងទៀតហ្នឹងលោកអ្នកសិក្សាអាច
từ sài chiều bạn khơi kì sập sai đó bạn khơi tháp ban sài chiều rồi có khơi lục nè sài chiều lục nè prai khang bộ ran về chi ấy nắng rồi là prai khang sẽ là chờ được chặt tôm nắng lục ban tờ xe bỏ sài tràn hai lục ban pol tràn hai nè bà bên ấy được nhom gì ní với class tư phải được nhom bạn ăn ở chấm hay nhom lực mà gì nó ai miến comment tới class bà chẳng xong room một bình tới đầm bay an lại ban cho bà nó dương trời squall sra squall phiền cho nè squall chương squall cà cho bởi chẳng đài bà sân bà mình squall thế mình đang thời chẳng nào thế đầm bay an không phụ phía xa bà dương ảnh gì khi bán dương sạp lứ dương trap bàn vẫn là bà dương mình squall sân nhá này phiền cho nè sra nâng văn này dốt ấy tiếng nắng dương mình đang thả an thầm mà chị mình đang thả tranh sâu chẳng mà chứ là rụp mùi năng chẳng tim tia rồi cái thật nè sắp sát tao án xong tôi tao riêng ao che cả krom và tao riêng là che cả krom hay tao riêng là che sân nhà em cho luôn từ chẳng nằm bay riêng mình của bạn thế xong trôi từ trong Facebook trong nó chạy mơ đi tới và tự tiền từ lọc thời cao thì tới hơi asa thật xế đó và asa thật xế mà đòn pi đòn bay đòn từ nhóm các nhóm riêng còn nhóm asa thật xế đây nhưng thật xế pi bị đòn buộc phạm đòn nhưng tới nát thật xế chào nhưng tới thật xế asa tê bị đâm rồi mà có ban bị vọt khạc lại những từ ban ngày nắng khi trong chun tập năng tế mà cả nát năng tế tích năng tế và hàng pro về anh đã hỏi cho mới ngày khác nhưng mà thêm tiết nhưng an là đi hay là ní cứ chỉ mua rồi bóc nhưng mà ra thế mà chun nè nếu nhưng chun nhưng an chun tích cho nát bà nằm bay chun là chỉ mê liên tục muốn 2% sân bờ ai an bán năng ngày lò và bây giờ ai an ban ngày cào chứ nè một lần khi mà an nói sẽ đạp một lần khi mà làm ớt ở sẽ đạp được cả prai ban ấy phải thêm tiết rồi tập sở nè bạn hay phần bởi trong đăng thạc ca prai đang từ được khó ai thật lẽ mà không comment bọc nhom tức nhom miền các nhom chối chạy các nhom chạy top mà dạng ấy nhom ọt ban chối chạy top thì phục nhom chụp thôi cả pin màu chẳng nhom ọt ban chạy top tí cho được pin càng nghe bạn nó tận nít khơi bo ô bô được nhô bố như tận nít từ miền phiện tỉnh nè bà bô ôi ôi nhung ai đọc bô cầm ro tang anh bà quạt lục lục ôi nó quạt oi nẹt bầm ra nhung nó cứ mà đo nẹt bầm ra rồi ai đọc bó cầm ro tang anh ní chấm puốc bó cầm ro tang anh nè ao nè na khá này cứ vợ khlo bật mối vẽ còn tang sang mối vẽ thlau mồi bà nhung ăn tam sâu bộ ran từ cho nè bạn hay số bộ ran ấy khi thà đổi son là mót thế của buộc nhầm lư nè xìm riệp ấy còn dây giờ điên nắng hay đập bê dương xạ là bong thưa mót tới hay xạ là bong và có mưa tam rụp tới giờ điên bà hạ đá tiêu họ co chụp bó cái bao áo cái bao nhố cái bao nhớ lúc thanh nè 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 cái đá những than chân cho nè nè để nơi sầm bòn cái đá co chụp bó cái bao áo cái bao nhố cái bao cho person bà không bật mũi đại dương pravisa sanskrit ta nắng xạ áo rồi chợ bờ cái bồi an thật có bôi chứ trời tí bà nắng dương đang tha không đang thật trâu thế nó phần thấy xạ là bom cạnh mọt tới tầm nông bà hỏi khi em có thọ mơ video bỏ được ta lòng xiêm này có ăn có lòng máu có lưu sâu hạ bà nắng khi em có trap tam quạt class vô cầm ru được bỏ quạt class từ nói bà nhưng xong bà chop tập nắng gì bị đòn hay bà trong chop bên là bà sài nè bà sài lớn nó không xong bà chop nắng bà sân bà miền trồng máu xong súa hay rụp ní khi em đừng tờ lẹ trôi trong con comment và hay ở xã là bọn an á bà xã là bọn an person bà miền trồng ngao thằng ná xong xu mà cho bà sống ở cùng